សួស្តីអ្នកនរគ្នាជាទីស្រឡាញ់រាប់អានថ្ងៃនេះដោយសារខ្ញុំជូនកូនមករៀននៅសាលានេះសាលាកូនរបស់ខ្ញុំនេះដោយសារមកមុនមិញហ្នឹងមុន12នាទីអញ្ចឹងខ្ញុំចង់ធ្វើវីដេអូមួយដែលនិយាយអំពីអ្វីទៅហៅថាមនុស្សពូកែមនុស្សពូកែហ្នឹងយ៉ាងម៉េចដែលហៅថាមនុស្សពូកែហ្នឹងសូម្បីតែជាការរៀបចំពេលវេលាការសិក្សាអត្តចរិតសុខភាពគ្រួសារដើម្បីឲ្យខ្លាយទៅជាមនុស្សពូកែពិតប្រាកដហ្នឹងគឺត្រូវមានធាតុជាច្រើនអូវិសុវអត់បាយอันนี้ទៅឲ្យកូនស្រីខ្ញុំទៅហើយอันนี้t-shirt គេទៅរៀន Prends-toi maman il y a un garçon avec un t-shirt Admire le matin il fait froid pas vrai maman l'après-midi il fait chaud អ្វីដែលខ្ញុំចង់និយាយហ្នឹងគឺថាអ្វីទៅជាហៅថាមនុស្សពូកែរាប់ឡើងតាំងពីការរៀបចំពេលវេលារាប់ឡើងពីការសេពគប់មិត្តភ័ក្តិរាប់ឡើងតាំងអំពីអត្តចរិតរាប់ឡើងអំពីគ្រួសារនិយាយទៅដើម្បីខ្លាយទៅជាមនុស្សពូកែម្នាក់គឺត្រូវតែមាន element ហ្នឹងគឺធាតុផ្សំដើម្បីខ្លាយទៅជាមនុស្សពូកែឧទាហរណ៍ម្នាក់ហ្នឹងរៀនពូកែឆ្លៀសវៃឆ្លាតពូកែប៉ុន្តែគាត់ចេះរៀបចំពេលវេលាដូចថាទម្លាប់គាត់គឺតែងទៅយឺតគេថាសាលាកូនខ្ញុំនេះគេចូលម៉ោង7:57នាទីអញ្ចឹងម៉ោង8មិនគាត់មកអញ្ចឹងធ្វើឲ្យតែគាត់មនុស្សជាមនុស្សធ្វើបើតែគាត់ជាមនុស្សពូកែមែនតែគាត់មិនពូកែពិតប្រាកដទេដោយសារគាត់អត់តន់ចេះរៀបចំពេលវេលាដល់ពេលថ្ងៃប្រឡងគេត្រូវចូលម៉ោង8លេង8កន្លះមិនគាត់មកគាត់ទម្លាប់គាត់អត់ល្អគាត់មកយឺតអញ្ចឹងគេមិនឲ្យចូលប្រឡងគាត់ធ្លាក់អូតូម៉ាទិកមួយទៀតឧទាហរណ៍មួយទៀតគាត់ជាមនុស្សពូកែដែរប៉ុន្តែស្គាល់ថែរក្សាសុខភាពទេដល់ថ្ងៃប្រឡងហ្នឹងគាត់អត់ព្រមមើលថាសុខភាពយើងថាចិត្តដល់ថ្ងៃប្រឡងយើងត្រូវធ្វើម៉េចជៀសវាងអាហារណាដែលញ៉ាំទៅធ្វើយើងចុកពោះឈឺពោះក្អកក្អួតរីអីចឹងទៅគាត់តាមចិត្តគាត់មានវិន័យគាត់ញ៉ាំដល់ពេលថ្ងៃប្រឡងយើងទៅតាមពេលវេលាយើងពូកែប៉ុន្តែឈឺពោះយើងរាកប្រឡងគាត់បានសម្រេចដែរប្រឡងយើងខ្វះជាបន្ទុកធ្លាក់ឬក៏វាអត់ដូចអ្វីដែលយើងធ្វើជាប្រចាំដែលយើងថាយើងពូកែអញ្ចឹងណាយើងសុខភាពយើងល្អពេលហ្នឹងហើយមួយទៀតនេះសាលាតោះសាលាតិចអ្នកខ្លះពូកែដែរប៉ុន្តែគាត់សេពគប់មិត្តអត់ល្អដំបូងគាត់ពូកែយូរទៅគាត់តាមមិត្តភ័ក្តិគាត់អន់ទៅអីទៀតមើលច្រើនណានិយាយទៅថាដើម្បីខ្លាចជាមនុស្សពូកែម្នាក់ហ្នឹងត្រូវមានធាតុផ្សំច្រើនហើយបូកផ្សំជាមួយនឹងឪពុកម្ដាយទៀតគាត់ពូកែហើយប៉ុន្តែឪពុកម្ដាយគាត់ធ្វើឲ្យគាត់អត់សុបាយចិត្តឪពុកម្ដាយគាត់ធ្វើឲ្យក្នុងគ្រួសារហ្នឹងអត់មានភាពរីករាយអត់មានសុភមង្គលអត់សុបាយចិត្តកូនហ្នឹងវា affect ពីឪពុកម្ដាយដំបូងកូននៅពូកែយូរទៅកូននឹងអន់ទៅដោយសារអីមាតាបិតាហ្នឹងឯងដែលគាត់អត់ដឹងថាអារម្មណ៍កូនមិនអត់ចេះរៀបចំអារម្មណ៍កូនគាត់គិតតែអារម្មណ៍ខ្លួនឯងអាត្មានិយមអាងតែខ្លួនឯងឪពុកម្ដាយគិតពីកូនអត់សួរយោបល់កូនហ្នឹងយ៉ាងម៉េចដូចកាលពីជំនាន់ខ្ញុំនៅក្មេងប៉ារបស់ខ្ញុំតែងតែសួរយោបល់ពួកកូនទាំងអស់ហ្នឹងប៉ុន្តែគាត់សួរយោបល់ខ្ញុំច្រើនជាងគេដោយសារគាត់ថាខ្ញុំហ្នឹងមានជាថាមានគំនិតល្អច្រើនគាត់និយាយចឹងមិនដឹងថាគាត់ស្រឡាញ់ខ្ញុំស្រឡាញ់ដោយសារកូនស្រីមានតែមួយគាត់ស្រឡាញ់គាត់លើកតម្កើងខ្ញុំអត់ដឹងដែរតែខ្ញុំស៊ីចូលដែរហ្នឹងនិយាយទៅឲ្យទៅប៉ាថាកូនញ៉ាំបន្លែសុខភាពល្អកូនញ៉ាំបន្លែសក់ស្អាតអូយគាត់ទៅញ៉ាំដល់ឥឡូវហ្នឹងនៅតែញ៉ាំអញ្ចឹងខ្ញុំធ្លាប់តែញ៉ាំបន្លែចឹងហីញ៉ាំទឹកឲ្យច្រើនញ៉ាំបន្លែហាត់ប្រាណនេះនៅក្នុងការចងចាំអាហ្នឹងក៏ធាតុធ្វើយើងពូកែដែរហើយទៀតដែលធ្វើយើងពូកែសង្គមដូចថាយើងរស់នៅក្នុងសង្គមហ្នឹងអត់ល្អផងគេអត់លើកតម្កើងអ្នកចេះគេអត់ចង់ឲ្យក្មេងទៅរៀនក៏យើងអត់ពូកែកើតដែរហើយទៀតទៅសង្គម
សាសនាក៏ធ្វើយើងប្រកែដែរសាសនាហ្នឹងគឺបង្រៀនមនុស្សឲ្យស្ងប់អារម្មណ៍ស្ងប់ចិត្តចេះលើកលែងចេះអភ័យទោសឲ្យអ្នកដែលធ្វើឲ្យយើងខឹងអញ្ចឹងក្នុងសាសនាក្នុងធម៌អីក៏ដោយខ្ញុំជឿជាក់ធម៌ពុទ្ធធម៌យេស៊ូអីធម៌អីក៏ដោយគឺតែងតែបង្វែរការគិតមនុស្សឲ្យយើងគិតល្អព្រោះអីក្នុងធម៌ពុទ្ធក៏និយាយថាអ្នកដែលខឹងហ្នឹងគឺអ្នកដែលខឹងហ្នឹងគឺជាអ្នកកាន់ភ្លើងអញ្ចឹងអ្នកដែលខឹងហ្នឹងគឺក្តៅមុនគេហើយចែករំលែកដុំភ្លើងទៅឲ្យអ្នកនៅជុំវិញអញ្ចឹងយើងខឹងនរណាម្នាក់គេធ្វើឲ្យយើងខឹងគេនិយាយអាក្រក់ដាក់យើងអាអ្នកនិយាយចង្ការវាភ្លេចបាត់ទៅហើយតែយើងនៅចាំពាក្យគាត់នឹងពីថ្ងៃបាត់នៅខឹងដុតបំផ្លាញខ្លួនឯងឈឺចាប់ដល់ទៅពេលវេលាយូរបន្តិចបានយើងដឹងថាអូតាមពិតយើងខឹងដោយសារសដីមនុស្សខ្លះអត់បានការសដីគេខ្យល់មាត់ខ្យល់មាត់ជាខ្យល់អ្នកនិយាយនឹងស្រួលវាភ្លេចថាវានិយាយអាក្រក់ដល់យើងបាត់ហើយនឹងហើយđấyបានយើងត្រូវខឹងប៉ុន្តែដល់ពេលយើងកំពុងខឹងនេះធំមកបានខឹងសិនហើយទាំងគេទាំងខ្ញុំខឹងរំនៅមកភ្លេចបានហើយដើម្បីលើកក្រោយទៀតធ្វើម៉េចកុំឲ្យឆាប់ខឹងម្នាក់ហ្នឹងគឺថាគុំខ្សែគុំមួយពួកគាត់ច្រើនជីវៀងធ្វើម៉េចគាត់ប៉ះគាត់និយាយមកធ្វើយើងខឹងយើងមិនសប្បាយចិត្តខូចពេលវេលារបស់យើងឬក៏យើងធ្វើម៉េចវឹកហាត់ចិត្តយើងគិតថាម្នាក់ហ្នឹងនិយាយទៅអញ្ចឹងយើងអត់ខ្វល់អញ្ចឹងទៅតែប៉ុណ្្នឹងអ្នកនរគ្នាចឹងជាសរុបសេចក្តីមកដើម្បីខ្លួនខ្លាយខ្លួនទៅជាមនុស្សប្រកែគឺត្រូវបូកផ្សំធាតុច្រើនណាសុខភាពសង្គមគ្រួសារពេលវេលាការវឹកហាត់បូកផ្សំច្រើនសង្គមគ្រួសារសាសនាអង្គវិរណមងគ្រូយើងក៏ជួយយើងខ្លាចជាមនុស្សប្រកែដែរនេះឥឡូវកូនខ្ញុំគេចូលរៀនហើយស្ងាត់ដែរឥឡូវនេះម៉ោង7:57អ្នកគេចូលឡើងស្ងាត់ដែរអ្នកនរគ្នានេះថ្ងៃហ្នឹងមេឃភ្លៀងរលឹមស្រិចតង់នេះគេទៅនេះស្ងាត់ដែរឥឡូវកូនស្រីពៅខ្ញុំទៅរៀន Hello ហ្នឹងហើយកូនអូខេអរគុណច្រើនអ្នកនរគ្នាចំពោះការតាមដានមើលក្នុង channel YouTube របស់ខ្ញុំវីដេអូនេះដែរគឺជាកម្រងអនុស្សាវរីយ៍សម្រាប់ថ្ងៃអង្គារដ៏មានន័យរបស់ខ្ញុំថ្ងៃណាក៏ជាថ្ងៃមានន័យសម្រាប់ខ្ញុំដែរព្រោះជាថ្ងៃដែលខ្ញុំត្រូវប្រឹងប្រែងតស៊ូទោះបីជាការតស៊ូនោះតិចតួចស្អុយស្ដាំប៉ុន្តែវាជាការតស៊ូរបស់ខ្ញុំមិនដឹងថាអ្នកនរគ្នាដូចខ្ញុំអត់ទេហ្នឹងហើយតែប៉ុណ្្នឹងឯងអរគុណច្រើនសូមរីករាយថ្ងៃអង្គារដ៏មានន័យបាយសំណាងល្អណាស់អ្នកនរគ្នាបាយ